ជំរាបសួរពុកម៉ែបងប្អូនទាំងគ្នាខ្ញុំបាទ Sky ហើយថ្ងៃនេះគឺខ្ញុំមកនិយាយតាក់ទងជាមួយនឹងការថែទាំរថយន្តហេតុផលមួយដែលអ្នកប្រើប្រាស់រថយន្តអាចប្រកែកបាននោះគឺការថែទាំរថយន្តរបស់យើងនឹងធ្វើឲ្យរថយន្តរបស់យើងប្រើប្រាស់បានយូរវាអត់ងាយខូចហើយនៅពេលដែលយើងលក់ចេញទៅវិញក៏វាតម្លៃវាអត់ធ្លាក់អីប្រហែលដែរហើយណាមួយវិញទៀតបើសិនជាអ្នកប្រើប្រាស់រថយន្តគាត់អត់យកចិត្តទុកដាក់ទៅលើរថយន្តរបស់ខ្លួនឯងមានន័យថាបើសិនជារថយន្តរបស់ខ្លួនឯងខូចអីបន្តិចបន្តួចនឹងអត់ប្រញាប់ទៅជាងដើម្បីត្រួតពិនិត្យជួសជុលទេគឺចេះតែប្រើប្រាស់សិនទៅឲ្យទៅមុខចឹងទៅវានឹងអាចប៉ះពាល់ទៅដល់គ្រឿងធំដែលយើងត្រូវចំណាយលុយធ្វើច្រើនចំណាយលុយផ្លាស់ប្ដូរគ្រឿងអស់លុយច្រើនឧទាហរណ៍ដូចជាម៉ាស៊ីនដូចជាប្រអប់លេខនិងគ្រឿងផ្សេងទៀតដែលវាពាក់ព័ន្ធជាមួយនឹងគ្នាក្នុងការថែទាំរថយន្តបានបែងចែកវាជា3ផ្នែកសំខាន់ទី1គឺតាក់ទងជាមួយនឹងការលាងសម្អាតរថយន្តហើយទី2តាក់ទងជាមួយនឹងការប្រើប្រាស់ប្រេងម៉ាស៊ីនហើយទី3គឺតាក់ទងជាមួយនឹងការប្រើប្រាស់ទឹកស្អំឲ្យបានត្រឹមត្រូវតាក់ទងជាមួយនឹងការលាងសម្អាតរថយន្តវាជាផ្នែកមួយដ៏សំខាន់សម្រាប់អ្នកប្រើប្រាស់រថយន្តទូទៅហើយអញ្ចឹងបើសិនជាយើងអត់បានយកចិត្តទុកដាក់ទៅលើការលាងសម្អាតយើងចេះតែបដែតបដោយឲ្យដីប្រឡាក់អីកាន់តែយូរទៅវានឹងคล้ายទៅជាច្រេះស៊ីដែកស៊ីថ្នាំឡានស៊ីគ្រោងឡានរបស់យើងហើយចំណុចពិសេសមួយទៀតនោះបើសិនជាយើងអត់បានលាងសម្អាតវាទេអញ្ចឹងបាតក្រោមសាក់ស៊ីរបស់រថយន្តយើងវានឹងកើតច្រេះវានឹងពុកវានឹងផុយហើយវាធ្វើឲ្យអាយុកាលនៃការប្រើប្រាស់រថយន្តរបស់យើងវាកាត់បន្ថយទៅតាមនឹងដែរហើយខ្ញុំសូមបន្ថែមមួយចំណុចទៀតទៅកាន់អ្នកប្រើប្រាស់រថយន្តអញ្ចឹងបើសិនជាយើងយករថយន្តរបស់យើងទៅលាងនៅការ៉ាសលាងឡានយើងប្រាប់អ្នកលាងឲ្យជួយលាងរថយន្តឲ្យយើងអញ្ចឹងប្រកាសជាអ្នកលាងរថយន្តគាត់លាងឲ្យយើងតាមធម្មតាហើយមានន័យថាគាត់ជូតសម្អាតតួឡានមកជុំវិញឡានហើយគាត់សម្អាតបាតឡានហើយគាត់សម្អាតខាងក្នុងខាងអីបូមធ្លីអីតាមធម្មតាតែបើសិនជាអ្នកទាំងអស់គ្នាប្រាប់ឲ្យគាត់ជួយលាងបាតក្រោមឲ្យស្អាតផងអញ្ចឹងអានឹងវាចូលជាតម្លៃផ្សេងមួយទៀតសម្រាប់ការ clean បាតក្រោមហើយអញ្ចឹងអាពីរនឹងត្រូវបែងចែកគ្នាដាច់បើសិនជាអ្នកទាំងអស់គ្នាទៅឲ្យគាត់លាងប្រាប់ឲ្យគាត់លាងអញ្ចឹងគឺគាត់លាងធម្មតាបាតក៏គាត់លាងតួជុំវិញក៏គាត់លាងហើយខាងក្នុងគាត់បូមធ្លីសម្អាតតាមធម្មតាតែបើសិនជាអ្នកទាំងអស់គ្នាឲ្យគាត់លាងបាតក្រោមអានឹងវាជាសវិសមួយផ្សេងវាជាការលាងសម្អាតបាតក្រោម clean ឲ្យស្អាតតែម្ដងអញ្ចឹងទៅអានឹងវាចូលតម្លៃមួយផ្សេងអញ្ចឹងអ្នកទាំងអស់គ្នាត្រូវបែងចែកគ្នាដាច់ការប្រើប្រាស់ប្រេងម៉ាស៊ីនរថយន្តអញ្ចឹងដើម្បីឲ្យការប្រើប្រាស់ឲ្យត្រឹមត្រូវជាមួយនឹងរថយន្តរបស់យើងតាមពិតទៅគេមាន standard គេមួយសម្រាប់ការប្រើប្រាស់ប្រេងសម្រាប់ម៉ាស៊ីនរថយន្តនីមួយហើយគឺវាមានសរសេរនៅលើគម្របសម្រាប់ចាក់ប្រេងម៉ាស៊ីនហ្នឹងគម្របប្រេងម៉ាស៊ីនហ្នឹងគឺគេបានដាក់ឲ្យមានខ្លះ 5W30 ខ្លះប្រេងម៉ាស៊ីនប្រភេទផ្សេងទៅក៏ប៉ុន្តែអ្នកទាំងអស់គ្នាត្រូវដឹងមួយទៀតថាបើសិនជាអ្នកនរគ្នាប្រើតាម standard វាកំណត់ទៅលើឡានកំណត់ទៅលើឆ្នាំដែលយើងប្រើប្រាស់ដែរបើសិនជាឆ្នាំដែលយើងប្រើប្រាស់វាយូរឆ្នាំហើយ4-5ឆ្នាំហើយសេរីចាស់ហើយយើងគប្បីតែប្រើប្រេងម៉ាស៊ីនណាដែលវាមានកំហាប់វាកុំឲ្យរាវពេកមានន័យថាឲ្យខាប់ល្មមសមរម្យជាមួយនឹងឡានរបស់យើងហើយកាលណាបើសិនជាយើងប្រើប្រាស់កំហាប់វារាវពេកហើយឡានយើងចាស់អានឹងវាធ្វើឲ្យការសឹករិចរើនៅក្នុងម៉ាស៊ីនដូចជាពីស្តុងដូចជាអីនៅក្នុងឡានហ្នឹងវាប្រកាសជាវាបកយឮសលេងខ្លាំងវាកោតកាន់តែខ្លាំងវាអីវាម៉ាស៊ីនឮខ្លាំងអញ្ចឹងមិនប្រកាសថាយើងត្រូវតែ follow តាម standard ធ្វើតាម standard នៅពេលដែលម៉ាស៊ីននៅពេលដែលឡានយើងចេញមកទេវាមានតាមរយៈពេលឆ្នាំដែរអញ្ចឹងបើសិនជាយើងដូចថាឡានខ្លាញ់គោយើងទៅទិញឡានខ្លាញ់គោយើងធ្វើប្រហែលជាខ្ទង់ត្រឹម4ឆ្នាំចុះឬក៏3ឆ្នាំចុះទៅអាហ្នឹងយើងប្រើប្រាស់ប្រេងម៉ាស៊ីនតាមស្តង់ដារគេទៅភាគច្រើននៅប្រទេសកម្ពុជាយើងភាគច្រើនគឺប្រើ
5W3 សម្រាប់ឡានខ្លាញ់គោសម្រាប់ឡានថ្មីហើយវាជាការរីខមមិនរបស់ខ្ញុំទៅកាន់អ្នកទាំងអស់គ្នាដែរបើសិនជាមានឡានខ្លាញ់គោឡានអីថ្មីយើងប្រើប្រាស់អញ្ចឹងយើងគួរតែប្រើប្រាស់ 5W3 ទៅហើយមួយទៀតនៅក្នុងការប្រើប្រាស់ឡានចាស់អញ្ចឹងអាចនិយាយបានថាពី5ឆ្នាំឡើងទៅពី10ឆ្នាំឡើងទៅខ្ញុំរីកមិនឲ្យអ្នកទាំងអស់គ្នាគួរតែប្រើប្រាស់ប្រេងម៉ាស៊ីនដែលមានកំហាប់ 10W40 អញ្ចឹង 10W40 វាជាប្រេងម៉ាស៊ីនដែលមានកំហាប់មួយវាមិនរាវខ្លាំងដូចជា 5W30 ទេអញ្ចឹងប្រេងម៉ាស៊ីនកំហាប់នេះវាអាចប្រើប្រាស់ជាមួយនឹងឡានស៊េរីចាស់បានហើយវាអត់ប៉ះពាល់អីដល់ម៉ាស៊ីនទេសម្រាប់ឡានម៉ាស៊ីនម៉ាស៊ូតខ្ញុំរាយខមមិនឲ្យអ្នកទាំងអស់គ្នាគួរតែប្រើប្រាស់ប្រេងម៉ាស៊ីនដែលមានកំហាប់ 20W50 ទៅ 20W50 វាគឺវាខាប់ជាង 10W40 ហើយវារឹតតែខាប់ជាង 5W30 អញ្ចឹងគេបង្កើតអា 20W50 ហ្នឹងគឺក្នុងការប្រើប្រាស់ជាមួយនឹងឡានម៉ាស៊ីនម៉ាស៊ូតតែម្ដងអញ្ចឹងអ្នកទាំងអស់គ្នាគួរតែប្រើប្រាស់ប្រេងកំហាប់នេះទៅគឺវាអត់ប៉ះពាល់ដល់ម៉ាស៊ីនម៉ាស៊ូតរបស់យើងទេតែបើសិនជាអ្នកទាំងអស់គ្នាប្រើរាវជាងហ្នឹងឬក៏ប្រើដូចជា530ប្រើ030ឬក៏0ទៅទេហ្នឹងអ្នកទាំងអស់គ្នារងជាមួយនឹងការខ្ទេចម៉ាស៊ីនហើយអញ្ចឹងអ្នកនរគ្នាត្រូវតែប្រើប្រាស់ប្រេងម៉ាស៊ីនដែលត្រូវតាមលក្ខខណ្ឌជាមួយនឹងម៉ាស៊ីនរបស់យើងសម្រាប់ប្រេងម៉ាស៊ីនតាក់ទងជាមួយនឹងកំណត់គីឡូម៉ាយកំណត់គីឡូដើម្បីដូរប្រេងម៉ាស៊ីនអញ្ចឹងជាទូទៅតាមការ៉ាស់តាមអីទូទៅពីចន្លោះពី 3000 គីឡូទៅ 5000 គីឡូហើយអញ្ចឹងបើសិនជាយើងប្រើប្រេងម៉ាស៊ីនដែលមានតម្លៃគួរសមតម្លៃថ្លៃទៅប្រេងម៉ាស៊ីនល្អទៅអានឹងវាអាចពី 5000 វាឡើងដល់ 8000 អាចប្រេងម៉ាស៊ីនឡើងដល់ 10000 គីឡូទៀតតែខ្ញុំមិនរីខមមិនឲ្យអ្នកនរគ្នាប្រើរហូតដល់ 10000 គីឡូទេវាមិនល្អសម្រាប់ម៉ាស៊ីនទេអញ្ចឹងអ្នកនរគ្នាប្រើប្រាស់ចន្លោះតាពី 3000 គីឡូទៅ 5000 គីឡូទៅអ្នកនរគ្នាបដូរចេញទៅហើយមួយវិញទៀតបើសិនជាអ្នកនរគ្នាអត់សូវប្រើប្រាស់រថយន្តអត់សូវជិះអត់សូវអីអញ្ចឹងមិនកំណត់ថាតើតដល់ 3000 គីឡូតើតដល់ 5000 គីឡូបានអ្នកនរគ្នាដូរទេជួនកាលអ្នកនរគ្នាអត់សូវប្រើប្រាស់អញ្ចឹងអត់ទាន់ទាំងបាន 3000 គីឡូផងអ្នកនរគ្នាដល់មួយឆ្នាំបាត់ហើយនឹងទុកឡានចោលដល់មួយឆ្នាំបាត់ហើយនឹងជិះទៅបានប៉ុន្មានគីឡូអញ្ចឹងនៅពេលរយៈពេលដែលអ្នកនរគ្នាដូរពី10ខែទៅមួយឆ្នាំត្រូវតែដូរប្រេងម៉ាស៊ីនចេញហើយទោះបីជាអ្នកនរគ្នាអត់បានប្រើប្រាស់គ្រប់គីឡូក៏ដោយព្រោះអីព្រោះប្រេងម៉ាស៊ីននៅក្នុងម៉ាស៊ីនកាលណាយើងទុកវាចោលកាន់តែយូរនៅក្នុងម៉ាស៊ីនទៅវាអាជាតិរំអិលរបស់ប្រេងម៉ាស៊ីនហ្នឹងគឺវាកាន់តែថយចុះវា low quality អញ្ចឹងយើងទុកចោលយូរទៅគុណភាពនៃការរំអិលរបស់ប្រេងម៉ាស៊ីនហ្នឹងគឺវាចាប់ដើមធ្លាក់ចុះទៅហើយអញ្ចឹងកំណត់ខ្ទង់តែ10ខែឬក៏ទៅមួយឆ្នាំហ្នឹងទេអ្នកនរគ្នាត្រូវដូរចេញបើសិនជាអ្នកនរគ្នាដូរចេញទេអញ្ចឹងអា quality របស់ប្រេងម៉ាស៊ីនហ្នឹងគឺវាចុះទាបហើយអញ្ចឹងប្រើប្រាស់យូរទៅវាអាចមានបញ្ហាដល់ម៉ាស៊ីនអញ្ចឹងចន្លោះពីហ្នឹងទោះបីជាអ្នកនរគ្នាប្រើប្រាស់អត់គ្រប់គីឡូអត់បាន3000គីឡូអត់បាន5000គីឡូអត់បាន8000គីឡូក៏ដោយក៏អ្នកនរគ្នាត្រូវតែដូរប្រេងម៉ាស៊ីននឹងចេញដែរសម្រាប់តម្រងប្រេងម៉ាស៊ីនអញ្ចឹងតម្រងប្រេងម៉ាស៊ីនអ្នកនរគ្នាអាចមកដូរប្រេងម៉ាស៊ីនហើយដូរតម្រងទៅដូរប្រេងម៉ាស៊ីនដូរតម្រងទៅអាហ្នឹងក៏បានដែរក៏ប៉ុន្តែបើសិនជាអ្នកទាំងអស់គ្នាអត់ចង់ចំណាយលុយទៅលើតម្រងអីច្រើនអ្នកទាំងអស់គ្នាអាចដូរប្រេងម៉ាស៊ីន2ដងទៅចាំដូរតម្រងម្ដងក៏វាអត់បញ្ហាអីដែរក៏ប៉ុន្តែភាគច្រើននៅតាមការ៉ាស់តាមអីគឺគាត់តម្រូវឲ្យអ្នកគ្នាពេលដូរប្រេងម៉ាស៊ីនដូរតម្រងចេញហើយអញ្ចឹងអាហ្នឹងគឺវាអត់បញ្ហាអីចោតខ្លាំងទេអ្នកទាំងគ្នាចាំដូរប្រេងម៉ាស៊ីន2ដងចាំដូរតម្រងម្ដងក៏បានដែរអាហ្នឹងវាអត់ខុសទោះអីទេតែកុំអោយអ្នកទាំងគ្នាទុករហូតដល់អ្នកគ្នាប្រើប្រាស់ប្រេងម៉ាស៊ីនដូរ5ដងអីចាំដូរតម្រងម្ដងអាហ្នឹងវាពិបាកព្រោះអីអាតម្រងហ្នឹងគឺវាអ្នកច្រោះអាកំតិចកំទីរបស់កំតិចកំទីដែលចេញពីប្រេងម៉ាស៊ីនហ្នឹងអញ្ចឹងបើសិនអ្នកគ្នាទុកយូរដល់ថ្នាក់ហ្នឹងវាប្រកាសជាបណ្ដាលឲ្យវាកកហើយវាកកវាអត់អាចច្រោះបានល្អវាអាចនឹងស្ទះវាអាចនឹងអីទៅតាមនឹងដែរប្រេងប្រអប់លេខក៏វាចំណុចមួយសំខាន់ដែរ
ក៏ប៉ុន្តែយើងអាចបដូរប្រេងម៉ាស៊ីន5ដង8ដងអីទៅចាំយើងបដូរប្រេងប្រអប់លេងម្ដងព្រោះប្រេងប្រអប់លេងវាមានកំហាប់វាខាប់ជាងប្រេងម៉ាស៊ីនអញ្ចឹងវាអាចថែទាំប្រអប់លេងរបស់យើងបានយូរអង្វែងជាងប្រេងម៉ាស៊ីនអញ្ចឹងកុំអ្នកអត់ទេកុំចំណាយដល់ថ្នាក់ថាដូរប្រេងម៉ាស៊ីនហើយដូរប្រេងប្រអប់លេងដូរប្រេងម៉ាស៊ីនហើយដូរប្រេងប្រអប់លេងអាហ្នឹងវាខាតអ្នកទាំងគ្នាទេវាខាតលុយអ្នកទាំងគ្នាទេមិនបាច់ដល់ថ្នាក់ហ្នឹងទេសម្រាប់ប្រេងប្រអប់លេងប្រេងប្រអប់លេងវាអាចនឹងមានរយៈពេលយូរជាងប្រេងម៉ាស៊ីនទៅ5ដងទៅ8ដងអីបានចាំអ្នកទាំងគ្នាដូរប្រេងប្រអប់លេងចេញទៅចំណែកឯប្រេងផ្សេងទៀតដូចជាប្រេងបូមចកោតប្រេងប្រាំងប្រេងអំយ៉ាប្រេងអីផ្សេងក៏អ្នកទាំងគ្នាគប់3មើលវាឲ្យបានដិតដល់ដែរនៅពេលដែលអ្នកនរពិនិត្យទៅឃើញវាខ្វះវាអីអ្នកនរអាចថែមប្រើសិនបានក៏ប៉ុន្តែអ្នកទាំងគ្នាគួរបីតែទៅជាងដើម្បីឆែកត្រួតពិនិត្យមើលថាវាមានលិចនៅកន្លែងណាលិចអីដើម្បីឲ្យជាងជួសជុលទៅអញ្ចឹងអ្នកនរកុំទៅចំណាយលុយទៅទិញប្រេងមើលថាប្រេងនឹងបាត់ប្រេងយើងចាក់មើលបាត់ប្រេងយើងចាក់អានឹងខាតយើងវិញទេអញ្ចឹងយើងទៅជួសជុលម្ដងឲ្យហើយទៅយើងប្រើប្រាស់ប្រេងទៅវាអត់បាត់តាណាទៀតទេហើយប្រេងទាំងអស់ហ្នឹងក៏វាមានកម្រិតក៏មានវាអាយុកាលវានៃការប្រើប្រាស់ដែរតែគាត់ថាវាយូរខ្លាំងមែនតើមានន័យថាអ្នកនរប្រើប្រាស់ប្រេងវាលិចវាអីក៏វានៅមានអាយុកាលក្នុងការប្រើដែរអញ្ចឹងអាប្រេងទាំងអស់ហ្នឹងវាមានអាយុកាលវែងជាងប្រេងម៉ាស៊ីនប្រេងប្រអប់លេងប្រេងអីផ្សេងទៀតតែបើអ្នកនរគ្នាមើលទៅប្រេងតេស្តដូចថាតេស្តប្រេងប្រាំងតេស្តអីទៅគេមានប្រដាប់តេស្តគេអញ្ចឹងអ្នកនរគ្នាឲ្យជាងទៅការ៉ាស់ទៅអីឬក៏ទិញយកមកតេស្តខ្លួនឯងក៏បានដែរអ្នកនរចាក់តេស្តមើលទៅវាមានកម្រិតវាដែលត្រូវដូរអញ្ចឹងវាមានពណ៌ក្រហមវាមានពណ៌លឿងពណ៌ខៀវអញ្ចឹងទៅកម្រិតប្រេងប្រាំងហ្នឹងគឺវាមានចំណុចមួយដែលថាវាមានជាតិទឹកនៅក្នុងប្រេងហ្នឹងកាលណាវាមានជាតិទឹកនៅក្នុងប្រេងហ្នឹងយើងជន់ប្រាំងជន់អីទៅវាកាត់បន្ថយ quality មានន័យថាវាអត់សូវស៊ីខ្លាំងដូចជាវានៅ quality ល្អវានៅអត់មានជាតិទឹកអញ្ចឹងចំណុចហ្នឹងវាមានចំណុចពណ៌របស់វាយើងទិញប្រដាប់តេស្តហ្នឹងមកវាមានពណ៌ក្រហមវាមានពណ៌លឿងវាមានពណ៌ខៀវយ៉ាងទៅអញ្ចឹងពណ៌ខៀវមានន័យថាប្រេងរបស់យើងអត់មានជាតិទឹកទេវានៅល្អអាចប្រើប្រាស់បានហើយពណ៌លឿងក៏វាអាចប្រើប្រាស់បានដែរតែក៏លក្ខណៈថាវានៅក្នុងកម្រិតមធ្យមហើយចំណែកពណ៌ក្រហមគឺវាមានន័យថាអ្នកអត់ត្រូវតែផ្លាស់ប្ដូរប្រេងនឹងចាញ់ហើយអញ្ចឹងអ្នកទាំងនេះកុំទុកទៀតប្រយ័ត្នប៉ះពាល់ទៅដល់នឹងប្រព័ន្ធប្រាំងរបស់យើងការប្រើប្រាស់ទឹកស្អំរបស់ឡានអញ្ចឹងទឹកស្អំរបស់ឡានវាជាចំណុចមួយដែលសំខាន់ដើម្បីឲ្យម៉ាស៊ីនឡានអ្នកទាំងគ្នាបញ្ចុះកម្ដៅមានន័យថាកុំឲ្យម៉ាស៊ីនឡានកាលណាបើសិនជាយើងអត់មានទឹកស្អំឡានហ្នឹងទេម៉ាស៊ីនអ្នកទាំងគ្នានឹងក្តៅធ្វើការកើតទេអញ្ចឹងគេបង្កើតប្រព័ន្ធទឹកស្អំហ្នឹងដើម្បីឲ្យចុះត្រជាក់ម៉ាស៊ីនរបស់អ្នកទាំងគ្នាក៏ប៉ុន្តែអាម៉ាស៊ីនឡានហ្នឹងគឺវានៅតែក្តៅដដែលក៏ប៉ុន្តែវាមានន័យថាវាក្តៅក្នុងកម្រិតមួយដែលឡានអាចដំណើរការកើតម៉ាស៊ីនឡានអាចដំណើរការកើតបើសិនជាអ្នកទាំងគ្នាអត់មានអាហ្នឹងទេម៉ាស៊ីនអត់អាចធ្វើការកើតទេតែមកប្រាវហ្នឹងខ្ទេចបាត់ហើយម៉ាស៊ីនអញ្ចឹងបើសិនជាអ្នកទាំងគ្នាប្រើទឹកធម្មតាទឹកសុទ្ធទឹកអីអ្នកគ្នាទិញចាក់ធម្មតាហ្នឹងវាមានកម្រិតមួយវាមិនល្អដូចជាទឹកស្អំរបស់ឡានទេក៏ប៉ុន្តែវាអាចប្រើប្រាស់បានតែគាត់ថាម៉ាស៊ីនឡាននឹងក្តៅជាងយើងប្រើទឹកស្អំដូចទឹកស្អំនៅក្រោយនេះចឹងអាហ្នឹងគឺជាប្រភេទទឹកស្អំមួយដែលល្អដែលចេញតេស្តត្រឹមត្រូវខ្ញុំទិញយកមើលហ្នឹងអញ្ចឹងអាទឹកស្អំហ្នឹងក៏វាមានអាប្រដាប់តេស្តរបស់វាដែរវាអត់ខុសពីនេះទេវាអត់ខុសពីប្រដាប់តេស្តប្រេងប្រាំងឯប្រហែលទេអញ្ចឹងបើសិនជាអ្នកនរគ្នាចង់បានទឹកស្អំដែលមានគុណភាពល្អអ្នកនរគ្នាគួរតែទិញអាប្រដាប់តេស្តហ្នឹងយកមកតេស្តមើលខ្លួនឯងរៀនមើលខ្លួនឯងទៅវាអត់មានអីពិបាកទេហើយក៏វាអត់ថ្លៃប្រហែលដែរសម្រាប់ប្រដាប់តេស្តទឹកស្អំហ្នឹងឬមួយក៏អ្នកនរគ្នាខ្ជិលចំណាយលុយទិញប្រដាប់តេស្តហ្នឹងអ្នកនរគ្នាមើលការផ្សព្វផ្សាយផ្សេងរបស់ទឹកស្អំហ្នឹងទៅអញ្ចឹងទឹកស្អំ
ភាគច្រើនគេធ្វើទីផ្សារគេប្រកាសជាយើងគេតេស្តឲ្យយើងមើលថាទឹកស្អំហ្នឹងនៅក្នុងកម្រិតណាអីកម្រិតណាទឹកស្អំកាន់តែល្អវាកាន់តែថ្លៃអ្នកនរគ្នាប៉ុន្តែគ្រាន់តែអ្នកនរគ្នាប្រើទឹកស្អំតាមសមត្ថភាពរបស់យើងទៅអានឹងវាអត់បញ្ហាអីទេគ្រាន់តែវាជួយឲ្យម៉ាស៊ីនយើងត្រជាក់ហើយវាមានចំណុចសំខាន់មួយទៀតគឺវាជួយឲ្យប្រព័ន្ធចុះកម្ដៅរបស់រថយន្តយើងហ្នឹងគឺវាអត់មានច្រេះហើយវាអត់មានអីកាលណាអ្នកនរគ្នាប្រើទឹកធម្មតាគឺនៅក្នុងធុងទឹកវានៅក្នុងប្រព័ន្ធដែលទឹកស្អំវាហ្នឹងគឺវាកើតជាកំណច្រេះវាកើតអីចឹងទៅអញ្ចឹងបើសិនជាអ្នកនរគ្នាប្រើទឹកធម្មតាក៏វាកាត់បន្ថយអាយុកាលនៃប្រព័ន្ធចុះកម្ដៅហ្នឹងដែរដូចថាប្រើបាន3ឆ្នាំឬក៏ប្រើបាន5ឆ្នាំអញ្ចឹងទៅអញ្ចឹងបើអ្នកនរប្រើទឹកធម្មតាវាកាត់បន្ថយអាយុកាលបើប្រើបាន3ឆ្នាំវាអាចនៅ2ឆ្នាំកន្លះវាអាចនៅ2ឆ្នាំអញ្ចឹងទៅវាខូចវាធ្លុះធ្លាយប្រព័ន្ធហ្នឹងអញ្ចឹងណាអញ្ចឹងទឹកស្អំនេះវាជាចំណុចមួយដ៏ល្អមែនទែនសម្រាប់ម៉ាស៊ីនរបស់ឡានយើងហើយចំណុចសំខាន់ចុងក្រោយអ្នកប្រើប្រាស់រថយន្តទាំងអស់គ្នាក៏បីតាមកឆែករថយន្តនៅតាមការ៉ាសនៅតាមអីឲ្យបានជាប់លាប់ផងបើសិនជាអ្នកនរគ្នាអត់សូវមានពេលអីប្រហែលទេអញ្ចឹងខ្ញុំ recommend ឲ្យអ្នកនរគ្នាមួយខែឬក៏ទៅ2ខែអញ្ចឹងទៅអ្នកនរគ្នាក៏បីតាមកឆែកឡានម្ដងដែរព្រោះវាជាសុវត្ថិភាពផ្ទាល់ខ្លួនសម្រាប់យើងហើយជាមួយនឹងការថែទាំរថយន្តអញ្ចឹងបើយើងធ្វើប្រហែលវាអាចមានបញ្ហាអីកើតឡើងពេលយើងបើកបរអញ្ចឹងទៅអញ្ចឹងយើងក៏បីតែមកធូតពិនិត្យមួយខែម្ដងឬក៏2ខែម្ដងអញ្ចឹងទៅហើយសម្រាប់អ្នកស្រឡាញ់រថយន្តខ្លះគាត់ភាគច្រើនសំបីតែបាច់ដល់មួយខែទេតែពេលថ្ងៃសៅរ៍ថ្ងៃអាទិត្យគឺគាត់មកធូតពិនិត្យរថយន្តហើយគាត់ដើម្បីការពារសុវត្ថិភាពដើម្បីឲ្យកុំឲ្យវាប៉ះពាល់ទៅដល់គ្រឿងផ្សេងទៀតដែលធំខ្ញុំសូមនិយាយអ្នកបញ្យល់អ្នកទាំងអស់គ្នាបន្តិចបើសិនជាយើងខូចអីបន្តិចតួចបើសិនជាយើងអត់ជួសជុលវាឧទាហរណ៍ថាកស៊ូម៉ែត្រចកោតយើងណាបើសិនជាអ្នកទាំងអស់គ្នាឃើញអាហែកទៅជាងទៅអីគេពិនិត្យឃើញអាហែកឃើញអីហើយអ្នកទាំងអស់គ្នាបាច់ដូរនៅប្រើប្រាស់បានវាអត់មានបញ្ហាអីក៏ប៉ុន្តែអ្នកនរត្រូវចាំថាវាបង្កើតអាកស៊ូនឹងមកដើម្បីអីដើម្បីកុំឲ្យដីនឹងធលីចូលក្នុងអាចង្អូម៉ែត្រនឹងហើយបើសិនជាអាហែកវាចូលដីចូលអីទៅក្នុងនឹងអញ្ចឹងអាម៉ែត្ររបស់យើងនឹងក៏វាឆាប់ខូចតាមនឹងដែរហើយកស៊ូម៉ែត្រនឹងអាចមួយត្រឹម5រៀលទៅ10រៀលទេថ្លៃបំផុតហើយបើសិនជាអ្នកនេះអត់ដូរទុកវាចោលអញ្ចឹងដល់ពេលយូរទៅខូចម៉ែត្រមួយអាចខ្ទង់70 80ដល់នេះឃើញខាតខ្លួនឯងហើយម៉ែត្រសម្រាប់ម៉ែត្រឡានទំនើបវាអាចឡើងដល់100ជាង200អីវាតាមmodel ឡានបើសិនជាអ្នកដែលចង់រៀបឡានចាស់មិនថាគាត់ទិញយកមករៀបដើម្បីគាត់ជិះផ្ទាល់ខ្លួនឬក៏ទិញមករៀបដើម្បីលក់បន្តទេខ្ញុំមានសេវាកម្មដើម្បីជួយរៀបចំឡានមកស្អាតអញ្ចឹងរៀបចំខ្ញុំគិតតម្លៃធូរឲ្យទេអានឹងតម្លៃវាអត់អាចកំណត់បានទេព្រោះអីវាទៅតាមប្រភេទនៃឡានហើយជួនកាលឡានខ្លះយកមកវាមានបញ្ហាខ្លាំងអញ្ចឹងទៅអានឹងយើងគិតទៅតាមហ្នឹងហើយឡានខ្លះទៀតយើងគ្រាន់តែជួសជុលវាបន្តិចតួចគ្រាន់តែរៀបចំអីបន្តិចតួចទៅគឺវាស្អាតឡើងវិញអាហ្នឹងវាក៏តម្លៃវាទៅធូរទៅតាមនឹងដែរហើយមិនបាច់ភ័យទេអ្នកនរគ្នាមកទទួលសេវាកម្មនៅខាងខ្ញុំគឺខ្ញុំមានការធានាត្រឹមត្រូវអត់ឲ្យអ្នកនរគ្នាខកបំណងទេវីដេអូតាក់ទងជាមួយនឹងការថែទាំរថយន្តរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងហើយនឹងមានវីដេអូក្រោយៗទៀតដែលនិយាយតាក់ទងជាមួយនឹងរថយន្តដូចគ្នាអញ្ចឹងយើងចាំជួបគ្នានៅក្នុងវីដេអូក្រោយ